ក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះមិត្តភាពរវាងកម្ពុជានិងចិនមិនត្រឹមតែត្រូវបានស្ដែងចេញតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធធំៗប៉ុណ្ណោះទេប៉ុន្តែវាក៏បានជ្រាបចូលយ៉ាងជ្រៅនៅក្នុងស្រទាប់វប្បធម៌និងស្មារតីរបស់ប្រជាជនតាមរយៈព្រឹត្តិការណ៍ភាពយន្តចល័តកម្ពុជាចិនព្រឹត្តិការណ៍នេះបានក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកសិល្បៈអប់រំភាពសប្បាយរីករាយទៅដល់មាត់ទ្វារផ្ទះរបស់ប្រជាជនខ្មែរចាប់តាំងពីទីក្រុងដ៏មមាញឹករហូតដល់តំបន់ទីជនបទដាច់ស្រយាលដំណើរភាពយន្តចល័តកម្ពុជាចិនត្រូវបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្ដើមដំបូងកាលពីឆ្នាំ2016ដែលកាលនោះមានការសហការរវាងក្រសួងព័ត៌មានក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងអ្នកពាក់ព័ន្ធជាច្រើនទៀតគោលបំណងសំខាន់នៃដំណើរភាពយន្តចល័តកម្ពុជាចិនដើម្បីយកភាពយន្តល្បីៗរបស់ប្រទេសចិននិងកម្ពុជាចាក់បញ្ចាំងជូនដល់ប្រជាពលរដ្ឋកម្ពុជាទស្សនានៅទីក្រុងនិងតាមទីជនបទដើម្បីឲ្យពួកគេបានស្វែងយល់ពីសង្គមវប្បធម៌និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពដៃថែបរវាងប្រទេសទាំងពីរតាមរយៈសិល្បៈភាពយន្តថ្លែងនៅក្នុងពិធីអបអរខួប10ឆ្នាំនៃដំណើរភាពយន្តចល័តកម្ពុជាចិននិងអបអរសាទរឆ្នាំទេសចរកម្ពុជាចិននៅតាមផ្លូវថ្មើរជើងបណ្ដោយមាត់ទន្លេមុខវត្តអូណាឡោមរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី21ខែកុម្ភៈឆ្នាំ2026ឯកឧត្តមហាប់ទូចរដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាភាពយន្តទាំងអស់នោះបានដើរតួនាទីជាស្ពានចម្លងមនោសញ្ចេតនានិងជួយឲ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីតម្លៃវប្បធម៌និងសង្គមរបស់ប្រទេសចិននិងប្រទេសកម្ពុជាឯកឧត្តមក៏បានបង្ហាញនូវមោទនភាពចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តរវាងប្រទេសកម្ពុជានិងចិនយើងពិតជាមោទនភាពចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ជាបន្តបន្ទាប់គួរឲ្យមោទនៈក្នុងរយៈពេល10ឆ្នាំកន្លងមកនេះក្រុមការងារបញ្ចាំងភាពយន្តនៃប្រទេសទាំងពីរបានបន្សល់ទុកនូវមនោសញ្ចេតនានិងអនុស្សាវរីយ៍ល្អៗនៅទូទាំងរាជធានីខេត្តក្រុងទាំង25នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានចាក់បញ្ចាំងភាពយន្តឆ្នើមរបស់កម្ពុជានិងចិនលើសពី300លើកនេះមិនត្រឹមតែជាការផ្ដល់នូវទស្សនីយភាពកម្សាន្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានកសាងជាស្ពានផ្សារភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែគៀកកិតគ្នានិងផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជាបានយល់ដឹងកាន់តែច្រើនអំពីប្រទេសចិនតាមរយៈអេកង់បញ្ចាំងភាពយន្តប្រជាជនយើងទាំងពីរអាចស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើរនិងគិតចំណងមិត្តភាពកាន់តែជិតស្និទ្ធតាមរយៈសាច់រឿងភាពយន្តនិងមនោសញ្ចេតនារួមគ្នានេះព្រឹត្តិការណ៍ភាពយន្តចល័តកម្ពុជាចិនមិនមែនគ្រាន់តែជាការបញ្ចាំងកុនធម្មតានោះទេប៉ុន្តែវាគឺជាការបើកផ្ទាំងទស្សនីយភាពថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទដែលកន្លងមកពុំសូវមានឱកាសបានចូលរួមទស្សនានៅតាមរោងភាពយន្តទំនើបការចាក់បញ្ចាំងភាពយន្តដែលមានចំណងជើងល្អៗនិងមានខ្លឹមសារអប់រំខ្ពស់បានធ្វើឲ្យអ្នកភូមិបានយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ការរស់នៅនិងការរីកចម្រើនរបស់ប្រទេសចិនគណៈដែលការរក្សាបាននៅភាពជិតស្និទ្ធជាមួយនឹងបរិបទនៅក្នុងស្រុកឯកឧត្តមហាប់ទូចបានមានប្រសាសន៍ថាភាពយន្តល្បីៗមួយដែលបានជ្រើសរើសយកមកបញ្ចាំងតែងតែបង្កប់នូវអត្ថន័យអប់រំដូចជាភាពតស៊ូនៅក្នុងជីវិតសាមគ្គីភាពការអភិវឌ្ឍគណៈដែលខ្លឹមសារទាំងអស់នេះបានជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឲ្យមានឆន្ទៈខ្ពស់ក្នុងការកសាងជីវភាពនិងភូមិឃុំរបស់ខ្លួនឲ្យកាន់តែរីកចម្រើនជាមួយគ្នានេះដែរឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានចាត់ទុកថាសិល្បៈភាពយន្តគឺពិតជាមានសារៈសំខាន់មិនអាចខ្វះបានក្នុងការផ្សារភ្ជាប់បេះដូងរបស់ប្រជាជាតិទាំងពីរកម្ពុជាចិននិងលើកកម្ពស់នៅវិស័យទេសចរផងដែរព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិនគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយពីវប្បធម៌ទំនៀមទម្លាប់និងសម្រស់ធម្មជាតិនៃទឹកដីអច្ឆរិយៈរបស់ប្រទេសកម្ពុជានិងចិន
នៅក្នុងយុគសម័យ Digital និងសកលភាវូបនីយកម្មនេះទេសចរភាពយន្ត Film Tourism មិនមែនគ្រាន់តែជាការកម្សាន្តតាមកញ្ចក់ទូរទស្សន៍ឬផ្ទាំងសម្ពុតសប៉ុណ្ណោះទេក៏ប៉ុន្តែពិតណាស់គឺជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាឲ្យកាន់តែមានភាពរស់រវើកនិងទាក់ទាញបំផុតភាពយន្តគឺជាបង្អួចដែលបើកចំហទស្សនីយភាពនៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់គោលដៅទេសចរដែលផ្សារភ្ជាប់នឹងធម្មជាតិរបស់យើងទៅកាន់ពិភពលោកដែលក្នុងនោះយើងអាចសង្កេតឃើញនៅគុណតម្លៃជាយុទ្ធសាស្ត្រសំខាន់ជាច្រើនភាពយន្តបានដើរតួនាទីជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការដាស់អារម្មណ៍បង្កើតការចងចាំនិងការចាប់អារម្មណ៍ចង់មកឃើញចង់ភ្លក់ចង់សាកល្បងបទពិសោធន៍ចង់ស្គាល់ជួបផ្ទាល់ជាមួយទីកន្លែងនៅក្នុងខ្សែភាពយន្តដែលមិនអាចរំលងបានក្នុងឱកាសនេះដែរកញ្ញាធីតានិងលោកបញ្ញារស់នៅរាជធានីភ្នំពេញដែលធ្លាប់បានចូលរួមនៅព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តកម្ពុជាចិននាពេលកន្លងមកបានចាត់ទុកថាព្រឹត្តិការណ៍នេះមិនមែនជារូបភាពនៃការរំលឹកនូវភាពជោគជ័យតែមួយមុខប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបដិញ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាពមិត្តភាពនិងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនឲ្យកាន់តែរឹងមាំនៅក្នុងយុគសម័យថ្មីមានអារម្មណ៍ថារំភើបខ្លាំងមែនទែនពីព្រោះយើងបានមកមើលការចាក់ផ្សាយភាពយន្តនៅវាថាជាសាធារណៈអញ្ចឹងហើយការចាក់ភាពយន្តចិនដែលយើងអាចមើលហើយយល់ដឹងតទៅនឹងវប្បធម៌ចិនដែរធ្វើឲ្យវប្បធម៌រវាងប្រទេសកម្ពុជានិងចិនហ្នឹងក៏មានការអត់ល្មួតជាងមុនព្រោះហើយឲ្យពួកយើងយកច្បាស់ពីវប្បធម៌របស់ប្រទេសរៀងៗខ្លួនប្រភេទខ្សែរឿងរបស់ចិនវាភាគច្រើនមានការកំណត់អប់រំសរុបសេចក្តីមកព្រឹត្តិការណ៍ភាពយន្តចល័តកម្ពុជាចិនគឺជាសក្ខីភាពមួយដែលបង្ហាញថាមិត្តភាពនៃប្រទេសទាំងពីរមិនមែនមានតែនៅលើក្រដាសនៃកិច្ចព្រមព្រៀងប៉ុណ្ណោះទេប៉ុន្តែវាគឺជាមិត្តភាពដែលរស់រវើកនិងស្ថិតនៅក្នុងបេះដូងប្រជាជនគ្រប់រូបការផ្សព្វផ្សាយវប្បធម៌តាមរយៈសិល្បៈភាពយន្តនេះនឹងបន្តជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនឲ្យកាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែង